នេះយើងនឹងមកបន្តសាច់រឿងជួយសុខៃសានយើងបន្តទៀតហើយបើសិនបើអ្នកនរគ្នាអត់ជួយ subscribe ឲ្យ admin ទេសូមជួយចុចឲ្យ admin ម្នាក់មួយផងដើម្បីតាមដាននៅវីដេអូរបស់ admin upload នៅពេលបន្តអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់ភាពបន្តរបស់យើងតទៅទៀតនៅក្នុងវីដេអូមុនគឺបានបញ្ចប់នៅកន្លែងដែលមេកូមីជាមួយនឹងស៊ូកូណាហ្នឹងបើយុទ្ធគ្នាហើយយើងឃើញថាមេកូមីហ្នឹងមិនអាចយកឈ្នះស៊ូកូណាបាននោះទេដោយមេកូមីត្រូវបានស៊ូកូណាវាយកត់រហូតដល់បាត់បង់ឆ្កែសៀនធាន2ក្បាលជាមួយនឹងស្ដេចរាជនីពុសមួយក្បាលហើយអានត្រីយ៉ាងគួរនេះគឺចិត្តងាប់ដូចគ្នាដូចនេះក៏សម្រេចចិត្តដកពេលទុកកុំឲ្យវិញងាប់តន់ពេលហ្នឹងស៊ូកូណាក៏ស្រាប់តែកត់សម្គាល់ឃើញថាការប្រើប្រាស់ធម្មពល curse energy របស់មេកូមីហ្នឹងវាប្លែកពីអ្វីដែលគាត់ធ្លាប់ឃើញពីមុនមកដែលធ្វើឲ្យគាត់ចាប់អារម្មណ៍ជាមួយនឹងទេពកោសលរបស់មេកូមីជាខ្លាំងស៊ូកូណាក៏បានសួរទៅកាន់មេកូមីថាដោយបានជាមុននេះហ្នឹងមេកូមីរត់អត់ព្រមបីជាមួយនឹងបិសាចកម្រិតពិសេសហ្នឹងអញ្ចឹងវាគឺពិតជាស្ដាយចំពោះនឹងសមត្ថភាពរបស់មេកូមីខ្លាំងណាស់ចំពោះឥឡូវនេះដែរស៊ូកូណាក៏បានដឹងក្នុងចិត្តយ៉ាងច្បាស់ថាមេកូមីនឹងព្យាយាមវាយជាមួយគាត់ដើម្បីជួយយូជីនៅខាងក្នុងនឹងក៏ប៉ុន្តែវាគ្មានប្រយោជន៍នោះទេហើយគាត់ក៏ប្រាប់ទៅកាន់មេកូមីថាបើចាំបាច់ឲ្យមេកូមីនឹងដាក់ដើមទុនជីវិតទៅទុយកថាដើម្បីចង់ជួយអាល់អិតដែលជាក្មេងកំសាដូចជាយូជីនឹងឡើយលើដូចនេះមេកូមីក៏បាននឹកទៅដល់ប្អូនស្រីរបស់គាត់ដែលនាងនឹងគឺជាមនុស្សល្អក៏ប៉ុន្តែនាងត្រូវបានជាប់បណ្ដាសាទៅវិញដោយវាគឺពិតជាគ្មានភាពយុត្តិធម៌តទៅសោះចំពោះមនុស្សល្អចំណែកឯស៊ូកូណាវិញគឺជាសភាវាអាក្រក់ក៏ប៉ុន្តែគេបែរទៅជាមានសេរីភាពខុសប្លែកពីបងស្រីរបស់ខ្លួនដែលជាមនុស្សល្អតែត្រូវជាប់បណ្ដាសាដោយហេតុនេះធ្វើឲ្យមេកូមីគិតថាគាត់គឺត្រូវតែកម្ចាត់សភាវៈអាក្រក់ដែលជាសភាវៈបណ្ដាសានឹងចោលឲ្យអស់ដើម្បីជួយមនុស្សល្អកុំឲ្យគេត្រូវបណ្ដាសាតទៅទៀតក្រោយពីនិយាយរួចមេកូមីក៏បានបញ្ចេញធម្មពល curse energy របស់គាត់នៅក្នុងកម្រិតចុងក្រោយដែលធ្វើឲ្យរាងកាយរបស់គាត់នឹងពោពេញទៅដោយចំហាយធម្មពលឃើញដូចនេះស៊ូកូណាក៏សប្បាយចិត្តដោយសារតែគាត់នឹងចង់វាយជាមួយនឹងមេកូមីខ្លាំងមែនទែនតែនៅពេលដែលស៊ូកូណាដើរទៅចិត្តមេកូមីនឹងស្រាប់តែមេកូមីឈប់បញ្ចេញធម្មពលរបស់គាត់វិញដោយសារតែគាត់នឹងនឹកឃើញចម្លើយដែលយូជីនឹងបានសួរគាត់កាលពីមុននេះថាគាត់នឹងជួយយូជីដើម្បីអីគាត់ក៏បាននិយាយទៅកាន់យូជីថាវាអត់មានហេតុផលច្បាស់លាស់ណាមួយទេដែលគាត់បានជួយយូជីកាលពីលើកមុនហ្នឹងក៏ប៉ុន្តែគាត់នឹងថាថាយូជីគឺជាមនុស្សល្អដូចនេះទោះបីជាស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់យ៉ាងណាក៏អត់អាចឈរអបដៃមើលមនុស្សល្អដូចជាយូជីហ្នឹងស្លាប់នៅក្នុងមុខគាត់បាននោះទេក្រោយពីមេកូមីនិយាយរួចព្រមនោះស្រាប់តែយូជីក៏បានត្រឡប់មករាងកាយរបស់គាត់វិញហើយយូជីក៏បាននិយាយថាឥឡូវនេះគាត់បានយល់ហើយពីរបៀបអីដែលមេកូមីគិតហ្នឹងចំណែកឯការគិតរបស់គាត់ដែលចង់ជួយមនុស្សគ្រប់គ្នាហ្នឹងក៏វាអត់ខុសអីពីមេកូមីប្រហែលដែរដែលវាគឺសុទ្ធតែជារឿងធម្មតាតែទាំងអស់ហ្នឹងលើដូចនេះមេកូមីក៏បានញញឹមហើយឈាមរបស់យូជីក៏ចាប់ផ្ដើមច្រាលចេញមកដោយសារតែគាត់ហ្នឹងគ្មានបេះដូងនៅសល់ដង្ហើមចុងក្រោយយូជីក៏បាននិយាយសូមអភ័យទោសទៅកាន់មេកូមីចំពោះរឿងរ៉ាវកន្លងមកហើយគាត់ក៏បាននិយាយថាគាត់នឹងគ្មានរឿងអីត្រូវបារម្ភជាមួយនឹងមេកូមីជាមួយនឹងកូជូទេនោះទេចាប់ពីពេលនេះតទៅយូជីបានផ្ដាំផ្ញើជាចុងក្រោយឲ្យអ្នកទាំងពីរហ្នឹងរស់នៅឲ្យមានសេចក្តីសុខកុំឲ្យមានអាយុខ្លីដូចជាគាត់ពេលនេះអីបន្ទាប់មកយូជីក៏បានស្លាប់បាត់ទៅដែលធ្វើឲ្យមេកូមីហ្នឹងសែតខ្លាំងមែនតើកាត់មកមើលក្រុមមួយដែលមានគ្នា3-4នាក់ឯនេះវិញពួកគេនឹងដើរបណ្ដានិយាយគ្នាបណ្ដាដោយពួកគេឆ្ងល់ថាហេតុអ្វីបានជាពួកគេត្រូវប្រើប្រាស់មេរៀនដៃស៊ូកូណាក្នុងការចង់ធ្វើតេស្តកម្លាំងរបស់ស៊ូកូណាទៅវិញពេលហ្នឹងគ្នារបស់ពួកគេម្នាក់ដែលមានឈ្មោះថាគិនចាគូគាត់បាននិយាយថាវាគ្មានចំណុចណាមួយដើម្បីបកស្រាយចំណងនេះទេផ្ទុយមកវិញការធ្វើបែបនេះពួកគេអាចរៀនសូត្របានច្រើនពីសមត្ថភាពរបស់ស៊ូកូណានៅពេលបច្ចុប្បន្នមិនយូរប៉ុន្មានពួកគេបានជួបក្នុងហាងកាហ្វេមួយកន្លែងហើយយើងក៏បានដឹងថាមានតែគិនចាគូទេដែលមនុស្សអាចមើលឃើញគាត់បានចំណែកឯ3នាក់ផ្សេងទៀតពួកគេគឺសុទ្ធតែជាសភាវៈបណ្ដាសាមនុស្សមិនអាចមើលឃើញពួកគេបាននោះទេនៅឯសាលាចិត្តសុវិញសាកសពរបស់យូជីត្រូវបានយកមកដល់កន្លែងគេដាក់សាកសពនៅចំពោះមុខកូជូអ៊ីជីជីមានអារម្មណ៍មកស្រួលនោះទេគឺដោយសារតែយូជីដែលជាកូនសិស្សរបស់កូជូហ្នឹងបានស្លាប់អ៊ីជីជីក៏បានបញ្យល់ពីអភ័យផលថាមុនពេលដែលកើតហេតុហ្នឹងគាត់ក៏បានប្រាប់កូនសិស្សទាំង3ហ្នឹងដែរថានៅពេលដែលពួកគេឃើញវិស័យកម្រិត special ឲ្យពួកគេរត់ទៅក៏ប៉ុន្តែនៅតែមានរឿងហ្នឹងកើតឡើងគាត់ពិតជាសោកស្ដាយខ្លាំងមែនទែនកូជូអត់បានប្រកាន់ខឹងជាមួយនឹងអ៊ីជីជីនោះទេដោយគាត់នឹងយល់ឃើញថាវាច្បាស់ណាស់គឺជាចេតនារបស់ពួកថ្នាក់លើដែលចង់ឲ្យយូជីនឹងស្លាប់ដោយសារតែពួកគេនឹងអត់សូវចូលចិត្តយូជីប្រហែលនោះទេដែលថាតាំងពីកូជូនឹងសុំឲ្យថ្នាក់លើទាំងអស់នឹងបញ្ជាពេលបហាជីវិតយូជីមកគឺពួកថ្នាក់លើទាំងអស់នឹងមិនសូវសប្បាយចិត្តជាមួយនឹងកូជូតតែសោះដោយសារតែពួកគេគិតថាយូជីនឹងអាចនឹងបង្កឲ្យមានបញ្ហាធំនៅពេលខាងមុខកូជូក៏បាននិយាយតែទំហំថាប្រហែលជាគាត់គួរតែត្រូវទៅសម្រាប់ពួកថ្នាក់លើទាំងអស់នឹងចោលអស់ហើយបានចោមតាចមិនប្រូខ្ញុំក៏ថ្នាក់លើដែរណា
phim nó bảo pôn admin đây trên nét hồ PSA thảo ban mà đào tin đi là nhé mình mua thái sô cô nhưng mà ban có some qua khơi tha thảo là bạn cô chỗ bênนี้đừng sợ sửa so mơ tới các cô chỗ đôi chi chỗ chân du chị năng khang mình tên đôi chi trong khơi du chị năng sạp to thật so cô chỗ của ban phiệp tha có tay chừng mình được khoai khoa bị con sơ còn chẳng ngay thằng bị đào mò mình mền tôm tay chết khoai khoa chết cả tục rừng con sơ slap lời năng tây số cố của banไปมือสะสมยูจิให้ในเยี่ยมโกโจธานี่หนึ่งโยบอมไหนเรียนกายคลาดบอลยูจินั่งโยตปราปราให้โกโจกับbanโยพร้อมตายก็กับbanเพียบธาเถาผ่าเพียเรียนกายกับบอลยูจิน้อยทำเถาอะไรอ้อคงเจตปราปราเรียบอาซอยี่อาตะเปะโกโจนี่กันตะกี้นั่นคือชื่อมนุษย์ขวาช่องไปกับเรียนบอลยูจิเยอะตะลุเหม็นวิมานมีถึงจังการลายมาที่กี่ยี่สิบอาท่าคอยเกรดดิเกอให้ในคำมุกลายในสวิงเมกมิจมวยนังนบาระกำปองแต่ส่วนนอมคณีธาเซนออดไปยูจิมอบบัตจันยืงมือเตยตึงมุกรวมเมกมิเคยท่าก็คือปฏิเสธในซาตายวิคือจีเลือกดำโบให้แต่เรียนมันตรงขณะสลัดจำนายนบาราไว้เน้นใหญ่ท่าเนี่ยโดยใส่จดไตเต้เนี่ยเซอร์เซตเต้นเป็นได้มีมันได้ได้เติมสควอตเนี่ยที่เบสตัดสลับจังกับเป็นตายไปมือเนาะมอตบอลนบาราเป็นปลัญญาเอาให้ใหญ่tớiจังยมติจังไอ้ติเซตคลังชีเนี่ยเคเซตเหมือนแตนติดเตรียมทั้งได้ซับตายเซิร์ชบอลบอลกีมันเนี้ยก็มาดอตีนี่แต่เนี้ยมีชัวท้ามากีมีคลินตึงมุกบอลไปกับวิกเฟยนิ้วชงอท่าให้ได้บานไปกับวิไงนับไฟแม่เหี้ยอัดเซอร์เลียโดยการหลุดมนซ้อmình tua móc kia là bọn nhiên pi nhẹ tiền nơi khang khói nó ban phải âm ma kỳ tha capin sơn mấy nhóc min sơ chan tìm môi mình nhẹ ban snap chẳng mấy bàn kỳ set nè ho pi lưu đến nít rồi ma kỳ nắng khang nằng nhẹ tầng pi chỉ khang để xa tại nhẹ tầng pi nắng dù trap nhưng pi lời nó nên min ca là yết luôn chỉ khangคือđể xa tại ní nắng lại surf on kịch tha níคือchỉ surf bóng để không min bệt đâu hay để tha nó bên nên min surf on snap ní hoặc chế hành là so đó surf on đây chẳng tayเป็นทั้งโนบาระกับวันสู้แต่การมีกับมีท่าปวดนั่งคือจีนหนักคือแต่ซาตาเนียนฮอตไอสควอเป็นมอนโนเต้เป็นกับมีกับบ้านนายนอมเซอร์ชบอลแต่การเนียนโดยเนี่ยแต่ใบนั่งคือจีซัสในมอปีชนามตีปีเซอร์ชบอลตีมวยนี่เมนปวดท่ามากีนี่คือจีเซอร์ประกายเชงเก้คางปราอาวุธเดนเมียนทำมาโพลคัสเอเนจีจำนายอาเซอร์ชบอลมันนี่วิ่งมีปวดท่าอินูมากีเก้คือมีสมาธิพิเศษโดยคอนตายในใหญ่เจนม็อบคือเจนคัสเอเนจีตามหมวดบอกเกตายมาดอมอารีอาเซอร์ชบอลจงกรอยนี้คือมีปวดท่าพันด้าก็คือมีจำเนียงทางไวคอสแรงใหญ่เตอคือไวเกียร์จมวยนังสตร์จีวิมท้ายโปรโครนายพันด้าให้ดัชโมพันด้าแต่ได้นั่งไม่รอชโมเซนดักเตอโอ้ยสมบูรณ์ใจกองประกายเตอยมปีมือกลายมอยืนต่อบานดังท่าเซอร์ชบอลแต่ใบนั่งคือมาสมจมนวยปีปวดเกย์เอาเตยโจรวมพนมการประกวดคณีมวยในไอติกรองโชโตตามปัจจัยโครงการประกวดนั่งเกณฑ์ดำเนินอายกเซิร์ชนำตีปีหนึ่งนำตีใบกองท้ายเซิร์ชนำตีใบอะไรนี้จบประเมียนบัตรให้โดยนี้โปรเกมันอาโจรวมประกวดบานโนเต้แต่ซาแต่มินคณีอัดกรบจังให้บานโปรเกมาสมจมนวยปีเซิร์ชนำตีมวยนั่งบอมพันนะกับบานปัญโยธาในโครงการประกวดนั่งคือจิการประกวดคณีเราเวียงเซิร์ชทางเซิร์ชได้มินทำมาโพพิเศษจังให้วิไอหนึ่งมินกรุณาคลั่งกองท้ายใบไพเต้จำกอดนั่งบางหัดเนี่ยตั้งปีนั่งอ่อยคลั่งจึงมนกับเอาเกย์ไว้งวบโดยซาแต่เติร์ดมินมารวมธนาระบอกขบวนเติร์ดสลับหายโนบาระจมวยหนึ่งเมกมินั่งจังหอยโครนไอคลังจึงบนโดยนี้เนี่ยแต่ตีก็สนใจจัดเติร์ดประกวดจมวยหนึ่งเซอร์ชบอลดำใบมังการสมัติเพียบโครนไอการมาเมื่อกรมปีวิญญาณนิวิงเลยได้ยังบ้านเดิมปีโกบำนองปัตตบอโปเกหายคือโปเกจังเอาสเพียเวียบรรดาซาได้ชีใบไซด์โดยจิโปเกนั้นไอโครนเนอร์เลอพายเดนี่ดันมีสลายเพียบมันยังใบโครนเนอร์ขนมเพียบแหลกบางเตียนโนตีชีวิเซโปเกจังเอาสเพียเวียบรรดาซาแต่งอ้อมีถนัดสมาหนึ่งมันพองได้ดมใบยอยโกบำนองดบอโปเกแต่ทุบานโจเจเกนจะกุบานในใหญ่ท่าโปเกเถอมีแหลกคันปีมวยคือเถอสำหรับโกโจได้ชีจุดสุดเสือในคลานจิงเกย์บ้านนังแหลกคันตีปีคือทัวอย่างน้าบรรจสุกุนน้าเอาโจรวมกรมดบอโปเกนี่มาดอจำนวนนี้ไม่ใช่นกกับบ้านเกตธาและคันตีปีนั่งเฟิร์มใบบันเตอร์หวยเตอร์บายูจีนั่งบานสลับบัตรหายนั่งโดยนี้สุกุนาได้ในขนมโคลนยูจีนั่งก็สลับโดยคณีวิมันไอเตอร์รวยเตียนโนตีก็บนตากันจะกู้กับบ้านอย่างเยิ่มให้กอดกับบ้านกัดขนมเจ็ดธากอดมันประกอบธายูจีนั่งบานสลับหายโนตีรูปเพียบกับบ้านกัดโจมดอเรียนกายแต่บอยยูจีโรยยังกับบ้านเดินท่าตัวใบจียูจิบ้านสลับหายกันหน่อยก็บตาเอลนี้ยูจินั่งมันตัวได้สลัดจมวยนั่งสุกุนาในลอยเตในกรงเปลืองดอกบอทินกายูจิสุกุนาจีนั่งคอยมือก่อนนั่งไหลออกกระสายนั่งเตอร์กอดเมียนกาจิงจะแถวเป็นหยับเป็นเตยคนตายมนเปย์แต่ก่อนจะเจงเตอร์กอดกับบ้านสู้แต่การยูจิท่าในเปย์นายสุกุนาตรมฟัวยูจิโรหลังไปนั่งตาสุกุนาเป็นดักแหลกคันได้จมวยนั่งยูจิออด
ពេលហ្នឹងយូជីក៏បានចាំថាគាត់បាននិយាយជាមួយនឹងស៊ូកូណាក៏ប៉ុន្តែគាត់និយាយអីខ្លះគាត់អត់បានចាំនោះទេគាត់ភ្លេចអស់បាត់ទៅហើយកូជូពេលហ្នឹងក៏មានការសង្ស័យនៅក្នុងចិត្តហើយគាត់ក៏បានចាក់ចេញទៅនៅតាមផ្លូវជាមួយនឹងអ៊ីជីឈីពួកគេកំពុងតែធ្វើដំណើរទៅទីក្រុងសូតូដើម្បីជួបជាមួយនឹងនាយកសាលានៅទីនោះពេលហ្នឹងកូជូក៏មានអារម្មណ៍ដឹងថាដូចជាមានអ្វីមកចង់រំខានគាត់ក៏ប្រាប់ឲ្យអ៊ីជីឈីហ្នឹងឈប់ឡានហើយឲ្យអ៊ីជីឈីហ្នឹងក៏មុនគាត់ទៅនៅពេលដែលឡានរបស់អ៊ីជីឈីចេញទៅផតព្រាមនោះក៏ស្រាប់តាបេសាជូកូក៏បានមកវីប្រហារទៅលើកូជូមកឲ្យឈ្មោះពីរនាក់ហ្នឹងប្រជ្រះគ្នាពិបាកហើយដល់ខ្លាចតែច្រឡំនេះកូជូក៏បាន reflect កិច្ចផតពីការហក់វីប្រហាររបស់ជូកូអូយដូចជាវេទនាហើយដល់ហើយ admin សុំហៅអបេជូកូនឹងជាខ្សែក្លាប់វិញហើយព្រោះអីវាមានផ្នែកមួយដូចគ្នាគុំប្រកាន់ admin អីណាកូជូពេលហ្នឹងក៏បានសួរទៅកាន់អបេខ្សែក្លាប់ថាវាជាណាគេក៏ប៉ុន្តែអាខ្សែក្លាប់អត់ខ្វល់នោះទេវាក៏បានបន្តវិវហាទៅកាន់កូជូដោយប្រើក្បាលភ្នំភ្លើងរបស់វាហ្នឹងបាញ់ធម្មពលយ៉ាងខ្លាំងដាក់កូជូបន្ថែមទៀតពេលឃើញកូជូប៉ើងខ្ទៀតបោះសម្ោអញ្ចឹងអាខ្សែក្លាប់ចូលទៅកាន់ keyboard ហើយ say easy ទៅកាន់កូជូតែមានណាកូជូក៏បានចេញពីភ្លើងនៅមកវិញហើយ reply ថា easy យ៉ាងម៉េចក៏ដោយភ្លើងប្រវាយអត់មាន share room ខ្ញុំមួយផងហ្នឹងអញ្ចឹងសុំមួលថែមភ្លើងតិចទៀតសិនអញ្ចឹងពេលហ្នឹងកូជូក៏បានកិច្ចក្នុងចិត្តថាបិសាចនេះវាអាចតំណែងជាមួយនឹងមនុស្សបានដូចនេះវាប្រកាសជាបិសាចមិនធម្មតានោះទេហើយបើតាមចំហាយធម្មពលបិសាចហ្នឹងតែជះមកលើគាត់ធ្វើឲ្យកូជូហ្នឹងដឹងថាបិសាចនេះគឺមានធម្មពលខ្លាំងជាងបិសាចស៊ូកណាបច្ចុប្បន្នហ្នឹងទៅទៀតមិនយូរប៉ុន្មានអ្នកទាំងពីរក៏បានប្រមូលគ្នាវាយគ្នា custom មួយស្មើដំបងឡើយអាស្រ័យធ្លាប់បានបញ្ចេញសារល្អិតជាច្រើននៅក្នុងក្បាលរបស់វាទៅវិបហាទៅលើកូជូក៏ប៉ុន្តែត្រូវបានកូជូបញ្ឈប់វាបានងាយស្រួលតែម្ដងហេអាសានេះសេរីមូតិចមិនទេវ៉េតាណាអប៉ែហ្នឹងចង់ឲ្យកើតគុនជាងាប់មកបលែងមូឲ្យខាម៉ែអញ្ចឹងបន្ទាប់ពីហ្នឹងអាសត្វល្អិតហ្នឹងក៏បានបញ្ចេញសម្លេងយ៉ាងខ្លាំងហើយបន្ទាប់ពីវាបញ្ចេញសម្លេងហ្នឹងវាក៏បានផ្ទុះទៅធ្វើឲ្យកូជូហ្នឹងឆេះតិចទីតែម្ដងក៏ប៉ុន្តែកូជូបានតិចផុតបាត់ទៅហើយវាមិនត្រូវកូជូនោះទេអ្វីមិញនេះចូលមកបិសាចនេះឆ្លាតមែនវ៉ែដាក់ផ្ទះឯងដល់ពីរដងព្រាមហ្នឹងអាបិសាចខ្សែធ្លាប់ក៏មកវាប្រហារទៅលើកូជូម្ដងទៀតដោយប្រើភ្លើងរបស់វាដែលធ្វើឲ្យក្បាលរបស់កូជូហ្នឹងឆេះតិចតែម្ដងរួចវាក៏បានថែមកូជូមួយដៃទៀតរហូតដល់កូជូប៉ើងទៀតចេញពីកន្លែងហ្នឹងបាត់សម្ោឆឹកអាខ្សែធ្លាប់ក៏ចាប់ដើមចូល keyboard say easy ម្ដងទៀតហើយបំរុងមិនចាក់ចេញត្រឡប់ទៅវិញក៏ប៉ុន្តែពេលហ្នឹងកូជូអត់មានតាណានោះទេនៅកន្លែងដដែលហ្នឹងហើយគាត់ក៏បាននិយាយទៅកាន់បិសាចខ្សែធ្លាប់ថាការវិវហារបស់វាមុននេះហ្នឹងអត់មានចំគាត់អីបន្តិចកាប់ទៅវាយចំតែសម្ោគាត់ហ្នឹងនៅពេលដែលលឺអញ្ចឹងអាស្រ័យធ្លាប់ឆ្ងល់លេខ្លាំងពីព្រោះថាការវិវហារបស់វាមុននេះដូចពិតអញ្ចឹងវាមានអារម្មណ៍ថាប៉ះកូជូផ្ទាល់និងសម្រាប់កូជូផ្ទាល់ថាហេតុអីអត់ត្រូវទៅវិញកូជូក៏បានប្រាប់ថាវាគឺជា technique ពិសេសគ្មានណានកំណត់របស់គាត់ដែលវាហៅថា infinity technique មួយហ្នឹងនៅពេលដែលកូជូប្រើគឺអត់មានណាគេអាចចូលចិត្តគាត់នោះទេហើយវិវហាគាត់ត្រូវនោះទេហើយខ្លាចវាអត់ជឿកូជូក៏បានឲ្យវាចូលមកចាប់ដៃរបស់គាត់ថាប៉ះបានអត់ពេលហ្នឹងអាប៉ែខ្សែធ្លាប់ក៏បានចូលទៅប៉ះដៃរបស់កូជូហើយឃើញថាចូលទៅចាប់កូជូអត់បានពិតមែនគឺវាដូចទៅនឹងអ្វីដែលកូជូបាននិយាយប្រាប់អញ្ចឹងបន្ទាប់មកកូជូក៏បានចាប់ដៃរបស់វាហើយសន្យានឹងគ្នាថានឹងស្រឡាញ់គ្នាអស់មួយជីវិតច្រឡំខុសរឿងហើយរបស់គាត់នេះកូជូក៏បានចាប់ដៃរបស់ខ្សែក្លាប់ជាប់ហើយគក់យកឡើងគ្នាចេញក្អួតហើយតន់មួយជើងទៀតឡើងគ្នាប៉ាំងទៅដល់ណាដល់ណីបន្ទាប់ពីហ្នឹងកូជូក៏បាននិយាយថា Infinity គឺមាននៅជុំវិញខ្លួនគាត់គ្រប់ទីកន្លែងចឹងហើយកុំហ៊ានសូម្បីតែគិតថាចង់មកចិត្តគាត់ឲ្យសោះនិយាយរួចកូជូក៏បានប្រើ skill ultimate សាវាបាញ់ទៅលើខ្សែក្លាប់ឡើងដាច់1ម៉ែត្រហើយគ្នាប៉ាំងទៅដល់ណាដល់ណីនៅពេលដែលគ្នាកំពុងតែប៉ាំងហ្នឹងកូជូក៏បានដេញវាយបន្ថែមទៀតពេលហ្នឹងវាចង់តដៃជាមួយនឹងកូជូដែរក៏ប៉ុន្តែតដៃមិនរួចតតែសោះបន្ទាប់មកកូជូក៏បានទាត់វាមួយជើងធ្លាក់ចូលទៅក្នុងទឹកបាត់ទៅអូមួយជើងនេះតស្អាតដូចរ៉ូណាល់ដូអញ្ចឹងនៅពេលដែលអាខ្សែក្លាប់នៅពីទឹកឡើងវិញស្រាប់តែវាបានឃើញកូជូនាំយូជីមកមិនដឹងស្អីទេលោកគ្រូកុំមើលរឿងល្អមើលហ៎ដាច់ភាកគេអស់ហើយត្រឡប់ទៅមើលមុននេះបន្តិចនៅពេលដែលកូជូនាំយូជីមកហ្នឹងពេលហ្នឹងកូជូឃើញថាយូជីឥឡូវនេះអាចគ្រប់គ្រងអារម្មណ៍របស់គាត់បានហើយដូច្នេះគាត់អាចប្រើប្រាស់ធម្មពល Curse Energy របស់គាត់បានដូចគ្នាចឹងហើយទើបបានជាគាត់ចាប់យូជីឲ្យមកមើលគាត់វាយគ្នាផ្ទាល់តែម្ដងបន្ទាប់មកកូជូក៏បានបបួលអាខ្សែក្លាប់វាយគ្នាបន្តទៀតដើម្បីឲ្យយូជីមើលហើយគាត់ក៏បានចូលទៅក្នុង keyboard វិញហើយសេថាអាកាសពេលលឺអញ្ចឹងព្រាមអាស្រ័យធ្លាប់ចាប់ដើមខឹងហើយផ្ទុះភ្នំភ្លើងចេញពីក្បាលវាឡើងពេញហ្នឹងដែលថាចំហាយធម្មពលចេញពីក្នុងខ្លួនរបស់វាហ្នឹងធ្វើឲ្យយូជីព្រួយបារម្ភជាខ្លាំងក៏ប៉ុន្តែកូជូក៏បាននិយាយប្រាប់ថាកុំឲ្យយូជីហ្នឹងព្រួយបារម្ភអីនៅឲ្យក្បែរគាត់ទៅចាំឲ្យគាត់ជាអ្នកចាត់ការបន្ទាប់មកអាស្រ័យធ្លាប់ក៏ចាប់ដើមប្រើអាគមរបស់វាហុំព័ទ្ធអ្នកទាំងពីរ
ពេលឃើញអញ្ចឹងយូជីភ័យជាខ្លាំងហើយវាក៏បានប្រាប់ថាអាកុំហ្នឹងមានឈ្មោះថា Coffin of the Iron Mountain ហើយចុះអាហ្នឹងឯគេឲ្យ teacher ហើយមិនសុកយើងមិននៅក្នុងភ្នំភ្លើងវិញកូជោក៏បានបញ្យល់ថាវាគឺជាការបង្កើត domain ថ្មីនៅវាមានន័យថាគឺជាការបង្កើតទឹកដីរបស់យើងដើម្បីធ្វើឲ្យយើងហ្នឹងមានប្រៀបជាងគូសត្រូវហើយអាហ្នឹងហើយគឺជាការប្រើប្រាស់ curse technique ហ្នឹងឯងចំណែកឯវិធីសាស្ត្រដែលអាចយកឈ្នះវាបានគឺមានពីររបៀបទី1គឺត្រូវប្រើប្រាស់ថាមពល curse energy របស់យើងដើម្បីទប់ទល់ជាមួយនឹងបិសាចហ្នឹងទី2គឺត្រូវរកវិធីរត់ចេញពីទីនេះក៏ប៉ុន្តែកូជោអត់ណែនាំវិធីទី2នោះទេព្រោះរត់ក៏ដែររួចចឹងហើយកូជោក៏ចាប់ផ្ដើមប្រើវិធីទី3គឺជាការបង្កើត domain ថ្មីមួយទៀតហើយបើសិនជាថាមពលរបស់ណាគេខ្លាំងជាងនោះហើយគឺជាអ្នកឈ្នះឬដូចនេះអាបិសាចសៃធ្លាប់ក៏ព្យាយាមពីប្រហារទៅកាន់កូជោឲ្យបានមុនក៏ប៉ុន្តែវាយឺតពេលបាត់ទៅហើយកូជោក៏បានបើកភ្នែកដល់ខ្ជូតរបស់គាត់ហើយបង្កើត domain ថ្មីមួយដែល domain របស់កូជោហ្នឹងមានឈ្មោះថា Infinite Void ចំពោះទីតាំងនៃ domain មួយនេះគឺជាការភ្នែករបស់កូជោនឹងឯងនៅពេលដែលអាបិសាចសៃធ្លាប់បានសម្លឹងមើលភ្នែករបស់កូជោហើយធ្វើឲ្យវាឈប់គាំងនៅមួយកន្លែងធ្វើអ្វីមិនកើតតតែសោះកូជោក៏បានមកចាប់ក្បាលអាបិសាចសៃធ្លាប់ពីក្រោយរួចទាញក្បាលរបស់វាផ្ដាច់ចេញពីខ្លួនតែម្ដងហើយពួកគេក៏បានត្រឡប់មកសភាពដើមវិញកូជោក៏បានសួរទៅកាន់អាបិសាចសៃធ្លាប់ថាតើណាគេអ្នកបញ្ជូនវាមករូបភាពក៏កាត់មកកន្លែងកិនជគុជាមួយនឹងបិសាចម្នាក់ទៀតនៅឯខាងលើកំពុងតែមើលសៃធ្លាប់នៅពីក្រោមហ្នឹងកេនជេកូក៏បាននិយាយថាគាត់អាចឲ្យមនុស្សនៅក្នុងសាលាតូក្យូឃើញមុខគាត់បាននោះទេហើយក៏បានប្រាប់គ្នាគាត់អ្នកនឹងថាបើសិនជាគេចង់ជួយអាចទៅជួយបានបន្ទាប់មកអាបិសាចមួយហ្នឹងក៏បានទៅជួយគ្នាវាចំណែកឯនៅខាងកូជោវិញនៅពេលដែលគាត់កំពុងតែនិយាយជាមួយបិសាចហ្នឹងព្រាមនោះក៏មានដុំផ្កាមួយយ៉ាងធំធ្លាក់ចុះពីលើមកចំពីមុខគាត់ពេលហ្នឹងដុំផ្កានោះក៏ស្រាប់តែបែកទៅជាផ្កាតូចៗជាច្រើនមើលទៅស្រស់ស្អាតខ្លាំងមែនតើបានបន្តិចកូជោក៏បានភ្ញាក់ខ្លួនហើយក៏បានដឹងថាវាគឺជាការបញ្ឆោតរបស់បិសាចនោះទេហើយអាបិសាចមួយក្បាលហ្នឹងក៏នាំអាស្រ័យខ្លប់រត់ចេញពីទីហ្នឹងបាត់ទៅពេលពួកវាចេញទៅផុតកូជោក៏បានកើក្នុងចិត្តថាអាបិសាចអបិញមិញនេះមើលទៅវាខ្លាំងជាងអាបិសាចក្បាលភ្លើងសៃខ្លប់ហ្នឹងទៀតព្រោះថាវាអាចធ្វើឲ្យគាត់អាចឆ្លុះវង្វេងជាមួយនឹងការសណ្ដំរបស់វាបន្ទាប់មកកូជោក៏បានប្រាប់ទៅកាន់យូជីថាតទៅមុខទៀតគាត់នឹងឲ្យយូជីមើលរឿងផងហើយមកមើលគាត់បែកគ្នាផងដើម្បីឲ្យយូជីហ្នឹងមានឱកាសរៀនអ្វីថ្មីៗឲ្យបានច្រើនចេញពីគាត់ពីព្រោះថាបន្តិចទៀតនេះគាត់នឹងបញ្ជូនឈ្មោះរបស់យូជីចូលរួមកម្មវិធីប្រកួតគ្នានៅឯសាលាក្យូតូកាន់នៅមើលកន្លែង EJC វិញឥឡូវនេះគាត់កំពុងតែជួបជាមួយនឹងគ្រូធំហើយឥឡូវហ្នឹងគាត់កំពុងតែបែកញើសប្រពន្ធក្របកូនហើយអញ្ចឹងថាទៅនិយាយដល់សារមួយគ្រូយុហ្នឹងមិនទេតែសារថាខ្មៅហ្នឹងហើយកូជោអត់តម្ដងទៀតតែប៉ុណ្ណេះដែលប្រយ័ត្នបាយ EJC បើមិនស្លាប់ក៏ពិការដែរចំណែកឯកាន់ជគុឥឡូវនេះវិញគាត់កំពុងតែដើរចូលទៅក្នុងបន្ទប់នៅក្នុងអគារមួយតែពេលដែលគាត់បើកទ្វារចូលទៅស្រាប់តែមកដល់មាត់សមុទ្រទៅវិញហើយគាត់គឺមកជួបបុរសម្នាក់ដែលគេមានឈ្មោះថាម៉ាហេតូកេនយីគូក៏បាននិយាយប្រាប់រឿងរ៉ាវទៅប្រាប់ម៉ាហេតូថាអបិបិសាចចូលកោឬក៏អេដមីនហៅថាបិសាចខ្សែខ្លាប់ហ្នឹងបានវាយគ្នាជាមួយនឹងកោជោរហូតដល់វាស្លាប់ក៏ប៉ុន្តែត្រូវបានហាណាមិទៅជួយគេតន់ហើយយើងក៏បានដឹងថាអបិសាចបានទៅជួយគ្នាវាហ្នឹងមានឈ្មោះថាហាណាមិហ្នឹងឯងចុំឈ្មោះលយម៉េះដូចនំហាណាមិចឹងនៅពេលដែលបិសាចហាណាមិចូលមកគាត់ក៏បានកាន់ក្បាលរបស់ចូលកោដូចគ្នាហើយកេនយីគូក៏បាននិយាយប្រាប់ថាការប្រើប្រាស់ធម្មពលប្រយុទ្ធគ្នាក៏ដូចជាប្រើប្រាស់វត្ថុស័ក្តិសិទ្ធិដើម្បីកម្ចាត់កូជោគឺត្រូវតែប្រើប្រាស់ពេលវេលានិងទីកន្លែងដែលស័ក្តិសមទើបអាចកម្ចាត់កូជោបានហើយថ្ងៃខែដែលពួកគេជ្រើសរើសគឺថ្ងៃទី31តុលាស៊ីប៊ូយ៉ាទីក្រុងតូក្យូក្រោយពីនិយាយគ្នារួចពួកគេក៏បានយកក្បាលរបស់ជូកូមកតតលេងមកហើយស្មានតែជួយគេយកមកធ្វើអីចាប់ពិតយកក្បាលគេមកតតលេងអញ្ចឹងទេ30ម៉ោងប្រូអត់នេះអូខេអ្នកទាំងអស់គ្នាអេមីនសូមបញ្ចប់រឿងជួយសុខខៃសានរបស់យើងតែតាមហ្នឹងសិនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តការសម្ដែងរឿងរបស់ admin សូមកុំភ្លេចជួយចុច subscribe និង like ឬក៏ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗរបស់ admin upload ជាបន្តបន្ទាប់ទៀតជាចុងក្រោយអរគុណដល់អ្នកទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជម្រាបលាជួបគ្នានៅវីដេអូក្រោយ